Ok អ្នកទាំងគ្នាការមកកាន់ Channel 2KH FF សារជាថ្មីម្ដងទៀតហើយណាបាទជាមួយនឹងវីដេអូថ្មីដែលគ្នាយើងទាំងអស់គ្នាបាទគ្នាយើងទាំងអស់គ្នាដូចជាបានឃើញនៅលើ title ដូចជា thumbnail ចឹងហើយគ្នាយើងទាំងអស់គ្នាណាបាទខ្ញុំមករកអ្នកឈ្នះពេជ្រ VIP ប្រចាំខែចំនួន2នាក់ទៀតហើយគ្នាយើងទាំងអស់គ្នាបាទមុននឹងចូលដល់ចែកពេជ្រ VIP ប្រចាំខែខ្ញុំនឹងដាក់នៅចុងវីដេអូតែម្ដងបាទគ្នាយើងទាំងអស់គ្នាណាបាទខ្ញុំនឹងមកប្រាប់របៀបបង្កើត server ND តើ server ND របស់យើងរបស់គេហ្នឹងមាន event free អីខ្លះយើងចូលទៅបង្កើតទាំងអស់គ្នាតែម្ដងទៅអ្នកទាំងអស់គ្នាណាបាទតែមុននឹងចូលដល់បង្កើត server ND គ្នាយើងទាំងអស់គ្នាបាទខ្ញុំសូមចិត្តអ្នកទាំងអស់គ្នាម្នាក់មួយបាទកុំភ្លេចអ្នកទាំងអស់គ្នាចូលទៅជួយចុច like subscribe រួចហើយបើកសញ្ញាកណ្ដឹងចែកខ្ញុំម្នាក់មួយផងដើម្បីទទួលបាន event ថ្មីៗដូចជាពេជ្រ VIP ប្រចាំខែពីខ្ញុំតែម្ដងបាទគ្នាយើងទាំងអស់គ្នាតោះយើងកុំអូសពេលវេលាកាន់តែវែងកាន់តែឆ្ងាយអីយើងចូលទៅប្រាប់អំពីរបៀបបង្កើត server ND តែម្ដងទៅគ្នាយើងទាំងអស់គ្នាបាទជំហានដំបូងអ្នកទាំងអស់គ្នាចូលមកកន្លែង setting បាទគ្នាយើងទាំងអស់គ្នាណាបាទកន្លែង setting ដែលនៅខាងស្ដាំដៃរបស់ខ្ញុំបាទបន្តមកទៀតអ្នកទាំងអស់គ្នាចុចអាក្រោមគេទាំងអស់បាទបន្តមកទៀតអ្នកទាំងអស់គ្នាអ្នកកន្លែងជ្រើតែរើសភាសាបាទគ្នាយើងទាំងអស់គ្នាបាទអ្នកទាំងអស់គ្នាចូលមករើសភាសាមកបាទបន្តមកទៀតភាសាឥណ្ឌាបាទគ្នាយើងទាំងអស់គ្នាបាទអ្នកទាំងអស់គ្នាដូចបានឃើញហើយគឺជាភាសាឥណ្ឌានេះគឺជាភាសាឥណ្ឌាបាទអ្នកទាំងអស់គ្នាណាបាទអ្នកកន្លែងនេះគឺជាភាសាឥណ្ឌាយើងមកប្រាប់អំពីរបៀបបង្កើត server ND តែម្ដងបាទខ្ញុំសូមបញ្ជាក់ហើយបញ្ជាក់ទៀតណាគ្នាយើងទាំងអស់គ្នាដែលគាត់ចេះហើយបើខ្ញុំបង្កើតមានខុសឆ្គងកន្លែងត្រង់ណាត្រង់ណីអីអ្នកដែលគាត់ចេះបង្កើតនឹងជួយ comment ប្រាប់មួយផងបាទអ្នកទាំងអស់គ្នាណាបាទជួយ comment ប្រាប់អ្នកមួយផងថាខ្ញុំនេះបង្កើតខុសកន្លែងតំណេះខុសកន្លែងតំណោះគ្នាយើងទាំងអស់គ្នាតោះយើងចូលតែបង្កើតតែម្ដងបន្ទាប់មកទៀតបាទយើងចូលមកកន្លែងនេះពាក្យថាអូខេពើលឿងនេះគ្នាយើងទាំងអស់គ្នាចូលមកបាទបន្តមកទៀតអ្នកទាំងអស់គ្នាចូលកន្លែងនេះទៀតមកបាទបន្ទាប់មកទៀតគ្នាយើងទាំងអស់គ្នាបាទអ្នកទាំងអស់គ្នាគន់តែ log in game របស់អ្នកគ្នាเคลียร์ចេញពីហ្គេមសិនមកបាទអ្នកទាំងគ្នាเคลียร์ចេញពីហ្គេមមកបាទបន្ទាប់មកទៀតគ្នាទាំងគ្នាเคลียร์ចេញមកបាទបន្ទាប់មកទៀតគ្នាយើងទាំងអស់គ្នាអ្នកទាំងគ្នាគិនតែเคลียร์ចេញមួយសិនមកបាទគ្នាเคลียร์ចេញពីហ្គេមយើងណាបាទគ្នាយើងเคลียร์ចេញមកបាទរួចហើយអ្នកទាំងគ្នាចូលមកហ្គេមអ្នកទាំងគ្នាវិញមកបាទចូលមកហ្គេមអ្នកទាំងគ្នាវិញបាទអ្នកទាំងគ្នាណាសូមចាំមួយ plate បាទគ្នាទាំងអស់គ្នាបាទខ្ញុំធ្វើមួយបញ្ជាក់ប្រាប់អ្នកទាំងអស់គ្នាតែម្ដងបាទអ្នកទាំងអស់គ្នាដូចជាបានឃើញហើយនេះគឺជា server ND តែម្ដងតែអសូរអីខ្ញុំមិនស្គាល់បាទគ្នាយើងទាំងអស់គ្នាបាទអ្នកទាំងអស់គ្នាស្គាល់ជួយ comment ប្រាប់អ្នកមួយផងនេះទាំងអស់គ្នាតែយើងចូលទៅបង្កើតតែម្ដងបាទយើងចូលមកបាទចុចចូលមកបាទគ្នាទាំងគ្នាបាទសូមរងចាំបន្តិចគ្នាយើងទាំងអស់គ្នាណាបាទអ្នកទាំងអស់គ្នាបាទមានសំឡេងរំខានអីគ្នាយើងទាំងអស់គ្នាសូមអធិស្ឋានខន្តីអភ័យទោសផងណាគ្នាយើងទាំងអស់គ្នាបាទសូមរងចាំបន្តិចគ្នាយើងទាំងអស់គ្នាបាទសូមរងចាំបន្តិចបាទវារត់តាបាទនេះរួចហើយគ្នាយើងទាំងអស់គ្នាណាបាទយើងបានមកដល់ហើយបាទអ្នកទាំងអស់គ្នាមុននឹងអ្នកទាំងអស់គ្នាបង្កើត server ND ដែលអ្នកទាំងអស់គ្នាត្រូវតែមាន account Facebook មួយបើមិនមាន account Facebook ទេអ្នកទាំងអស់គ្នាត្រូវតែមាន Gmail បាទអ្នកទាំងគ្នាត្រូវតែមាន Gmail មួយបាទអ្នកទាំងគ្នាដែល Gmail ដែលយើងអត់ទឿនបានកលិចចូលហ្គេមកលិចចូលអីណាគ្នាយើងទាំងអស់គ្នាបាទអ្នកទាំងអស់គ្នាបាទអ្នកទាំងអស់គ្នាគ្រាន់តែបាទអ្នកទាំងអស់គ្នាគ្រាន់តែមើលតាមដានវីដេអូរបស់ខ្ញុំចាប់ពីវីដេអូដំបូងរហូតដល់វីដេអូបញ្ចប់បាទអ្នកទាំងអស់គ្នានឹងដឹងអំពីរបៀបបង្កើត server ND ហើយបាទអ្នកទាំងគ្នាបាទតោះយើងថ្ងៃនេះដែរយើងមកប្រាប់អំពីរបៀបបង្កើតនឹង email តែម្ដងបាទគ្នាយើងទាំងគ្នាចូលមកកន្លែង email មកបាទបន្ទាប់មកទៀតគ្នាយើងទាំងអស់គ្នាអ្នកកន្លែងកកនេះគ្នាយើងទាំងគ្នាណាបាទអ្នកកណ្ដាលគេហ្នឹងបាទគ្នាយើងទាំងគ្នាបាទចុចមកបាទបន្ទាប់មកទៀតវាចេញមកទម្រង់បែបនេះគេឲ្យយើងជ្រើសរើសយកបាទគ្នាយើងទាំងគ្នាតាខ្ញុំសូមជ្រើសយកមួយចុះបាទគ្នាយើងទាំងគ្នាបាទសូមរងចាំបន្តិចគ្នាយើងទាំងអស់គ្នាណាបាទយើងបង្កើតនឹង Gmail វាស្រួលបាទស្រួលល្មិចស្រួលតែយើងឲ្យបាក់ login ចេញ login ចូលដោយ Facebook របស់យើងណាគ្នាយើងទាំងគ្នាបាទកន្លែងទៅនេះគេឲ្យយើងដាក់ឈ្មោះបាទគ្នាយើងទាំងគ្នាអ្នកទាំងគ្នាដាក់ឈ្មោះអីក៏ដាក់ទៅខ្ញុំសូមដាក់ចេះឲ្យតំណងទៅគ្នាយើងទាំងគ្នាក៏យើងចុចមកបាទអ្នកដាក់ឈ្មោះអញ្ចឹងឯងបាទបន្ទាប់មកទៀតគ្នាយើងទាំងគ្នាចុចអាខាងក្រោមគេនេះបាទគ្នាយើងទាំងគ្នាណាបាទចុចយកមកបាទបន្ទាប់មកទៀតវាចេញមកឡើងឯងគ្នាយើងទាំងគ្នានេះកន្លែងទៅនេះបាទគ្នាយើងទាំងអស់គ្នាជ្រើសរើសយកអីក៏បានដែរបាទគ្នាយើងទាំងគ្នាស្រ័យតែចិត្តអ្នកទាំងអស់គ្នាទេបាទស្រ័យតែក្បាលវល់អ្នកទាំងអស់គ្នាតែម្ដងបាទគ្នាយើងទាំងគ្នាចុចយកមករួចហើយអ្នកទាំងអស់គ្នាចុចអាក្រោមគេទៀតបាទគ្នាយើងទាំងគ្នាណាបាទចុចអាក្រោមគេរួចហើយសូមរងចាំបន្តិចបាទគ្នាយើងទាំងគ្នាសូមរងចាំបន្តិចបាទគ្នាទាំងគ្នាណាបាទនេះកន្លែងទៅនេះបាទគេឲ្យយើងជ្រើសរើស
តែម្ដងបាទអ្នកទាំងអស់គ្នានៅខ្មែរអ្នកទាំងអស់គ្នាកុំចុចយកអាខាងហ្នឹងណាគ្នាយើងទាំងអស់គ្នាបាទអ្នកទាំងអស់គ្នាចុចយកអាខាងហ្នឹង server សិង្ហបុរីយើងអណ្ដែលទេបាទគ្នាយើងទាំងអស់គ្នាណាបាទជាហេតុជាទៀតបាទអ្នកទាំងអស់គ្នានៅប្រទេសថៃអ្នកទាំងអស់គ្នាចុចទៅនៅតែបង្កើត server ថៃអណ្ដែលបាទអ្នកទាំងអស់គ្នានៅប្រទេសខ្មែរកើតទៅនៅ server សិង្ហបុរីយើងអណ្ដែលអ្នកទាំងអស់គ្នាគ្រាន់តែចុចមកតាមខ្ញុំមកអ្នកខាងណាគ្នាយើងទាំងអស់គ្នាបាទបន្តមកទៀតអ្នកទាំងគ្នាចុចអាកន្លែងខាងក្រោមគេនេះដែលមានសញ្ញាពណ៌លឿងនេះយើងទាំងគ្នាណាបាទចុចយកមកបាទបន្តមកទៀតអ្នកទាំងគ្នាក៏ចុចពណ៌លឿងទៀតមកបាទសូមរងចាំបន្តិចបាទគ្នាទាំងគ្នាអូកន្លែងតែបាទគ្នាទាំងគ្នាអ្នកបានឃើញគេឲ្យបន្រៀនលេងណាគ្នាយើងទាំងគ្នាបាទអ្នកទាំងគ្នាដែលដឹងហើយអ្នកទាំងគ្នាបាទជាងចូលទៅលេងមកហ្គេមសិនទៅគ្នាយើងទាំងគ្នាបាទអ្នកទាំងគ្នាមិនចូលតែលេងទេអ្នកទាំងអស់គ្នាគ្រាន់តែចេញមកវិញក៏បានដែរគ្នាយើងទាំងគ្នាណាបាទអ្នកទាំងគ្នាចេញមកវិញក៏បានដែរបាទអ្នកទាំងគ្នាចាំគេបង្កាសបន្តិចសិនទៅគ្នាយើងទាំងគ្នាតោះយើងសូមស្កប់វីដេអូបន្តិចទៅគ្នាទាំងគ្នាបាទមិនចាំបាទស្កប់ក៏បានដែរគ្នាយើងទាំងគ្នាណាអ្នកទាំងគ្នាក៏តែចុចនេះចេញមកបាទព្រោះហើយអ្នកទាំងគ្នាចេញមកបាទរួចជាការស្រេចបាទគ្នាយើងទាំងគ្នាបាទអ្នកទាំងគ្នាបានឃើញហើយបាទអ្នកទាំងគ្នាដូចជាបានឃើញហើយនេះគឺជា serverឥណ្ឌាតែម្ដងបាទគ្នាយើងទាំងគ្នាណាបាទនេះគឺជា server ឥណ្ឌាតែម្ដងដែលខ្ញុំបានបង្កើតមិញបាទទៅបង្កើតមក level 2បាទហើយគ្នាយើងទាំងគ្នាបាទមកហ្សេមដែរហ្នឹងគ្នាយើងទាំងគ្នាបាទអ្នកទាំងគ្នាជិះចាំចូលទៅមើល event នៃគេមាន event គេខ្លះបាទគ្នាយើងទាំងគ្នាណាបាទអ្នកទាំងគ្នាដូចជាដឹងចាញ់អីដែរបាទគ្នាទាំងគ្នាដូចជា slow តែមិនដឹងដែរគ្នាទាំងគ្នាបាទអ្នកទាំងគ្នាដូចជា slow ហើយមកទៅបាទឲ្យឃើញមានអីចាញ់ចឹងឯងគ្នាយើងទាំងគ្នាបាទសូមអធិស្ឋានផងបាទគ្នាយើងទាំងគ្នាដែលគាត់ថាខ្ញុំចឹងអីខ្លាចខ្ញុំបោកអីណាគ្នាយើងទាំងគ្នាបាទតែវា slow តែម្ដងបាទគ្នាយើងទាំងគ្នាអត់ចាញ់តែម្ដងបាទគ្នាយើងទាំងគ្នាបាទមានតាឃើញចាញ់តានេះមួយគ្នាយើងទាំងគ្នាដូចជាកំភ្លើងនេះបាទគ្នាយើងទាំងគ្នា599អានេះ999 style គេបាទគ្នាទាំងគ្នាអ្នក style នេះបាទគ្នាទាំងគ្នាណាមកគេដែរណាគ្នាយើងទាំងគ្នាបាទ style បាទមកសែមតែហ្មងបាទគឺយើងទាំងអស់គ្នាបាទមកសែមតែហ្មងបាទយើងទាំងគ្នាដូចជាអ្នកឈុតនេះមួយទៀតណាគ្នាយើងទាំងគ្នាវ៉ាវបាទខប់សេរីតែហ្មងបាទគ្នាយើងទាំងគ្នាដែលឈុតនេះមិនមែនដែលឈុតដែលយើងលេងព្រីបានទេណាគ្នាយើងទាំងគ្នាគឺជាឈុតដែលយើងថតអាពេចបាទគ្នាយើងទាំងគ្នាណាបាទឈុតនេះគឺជាឈុតដែលយើងថតអាប់ diamond បាទគ្នាយើងទាំងគ្នាបាទមកសែមដែរគ្នាយើងទាំងគ្នាបាទមកសែមដែរណានេះអាវបាទគ្នាយើងទាំងគ្នានេះខោស្បែកជើងនឹងមូកបាទគ្នាទៅគ្នាបាទនឹងសក់មកសេមកគេដែរណាគ្នាយកទៅគ្នាដែរevent នេះគឺជា event ដែលយើងថត up diamond ទេបាទគ្នាយកទៅគ្នាមិនមែនដែល event ដែលយើងលេងយក free ទេគ្នាយកទៅគ្នាហើយឆ្ងល់ដែរបាទតែវាអត់ចេញបាទគ្នាទៅគ្នាបាទខ្ញុំឆ្ងល់ដែរបាទគ្នាទៅគ្នានេះគឺជាកំភ្លើងខ្លីណាគ្នាយកទៅគ្នាបាទអ្នកកំភ្លើងខ្លីគ្នាទៅគ្នាបាទមិនតែខ្ញុំឆ្ងល់ដែរបាទគ្នាយកទៅគ្នាមិនតែអត់ចេញបាទគ្នាយកទៅគ្នាណាខ្ញុំឆ្ងល់ឆ្ងល់មែនតែនបាទគ្នាយកទៅគ្នាមើលនេះអត់ចេញតែហ្មងបាទគ្នាទៅគ្នាបាទអត់ចេញតែហ្មងបាទគ្នាយកទៅគ្នាសូមអធិស្ឋានផងណាគ្នាយកទៅគ្នាដែលវាអត់ចេញចឹងហើយខ្ញុំនឹងធ្វើមិនបាទគ្នាយកទៅគ្នាបាទគ្នាយកទៅគ្នាសូមអធិស្ឋានផងបាទគ្នាយកទៅគ្នាណាតែអត់ចេញគ្នាយកទៅគ្នាបាទគ្នាយកទៅគ្នាបាទមានតម្លៃកាត់ custom បាទគ្នាយកទៅគ្នាបាទបាទគ្នាយកទៅគ្នាកាត់អីបាទអត់ចេញបាទគ្នាយកទៅគ្នាបាទយកទៅគ្នាកាត់អីបាទបើតែសាប់ខ្ញុំ slow ហើយមកទៅគ្នាយកទៅគ្នាតោះមិន slow ប៉ុណ្ណឹងក៏មិនអីដែរគ្នាយកទៅគ្នាតោះយើងទៅប្រាប់លក្ខខណ្ឌដែលអ្នកទាំងអស់គ្នាដែលគាត់ចង់បានពេជ្រ VIP ចំមួយនេះបាទគ្នាយើងទៅគ្នាណាបាទអ្នកពេជ្រ VIP មួយនេះបាទគ្នាយើងទៅគ្នានេះពេជ្រ VIP មួយនេះបាទគ្នាយើងទៅគ្នាណាបាទលក្ខខណ្ឌដែលមានអីពិបាកទេណាគ្នាយើងទាំងអស់គ្នាបាទគ្នាយើងទាំងអស់គ្នាគ្រាន់តែធ្វើមិនអ្នកទាំងអស់គ្នាណាបាទគ្រាន់តែចូលទៅចុច subscribe channel របស់ខ្ញុំដើម្បីឲ្យបាន 10k subscribe បាទអ្នកទាំងអស់គ្នានឹងទទួលបានពេជ្រ VIP ប្រចាំខែពីខ្ញុំចំនួន2នាក់ឯងគ្នាយើងទាំងអស់គ្នាណាបាទទោះរនឡើងគ្នាយើងទាំងអស់គ្នាបាទវីដេអូក៏ដូចជាមានតាប៉ុណ្្នឹងឯងដែរគ្នាយើងទាំងអស់គ្នាដែលគាត់មិនទាន់ចុច subscribe channel របស់ខ្ញុំបាទសូមអ្នកទាំងអស់គ្នាគាត់តែចូលទៅចុច subscribe channel របស់ខ្ញុំរួចហើយបើកសញ្ញាកណ្ដឹងបច្ចេកខ្ញុំម្នាក់មួយផងបាទដើម្បីទទួលបាន event ថ្មីដូចជាពេជ្រ VIP ប្រចាំខែពីខ្ញុំ 2KHFF ទាំងអស់គ្នាតែម្ដងបាទខ្ញុំសូមជម្រាបលាបាយបាយជួបគ្នានៅវីដេអូក្រោយទៀតបាទ